ថ្ងៃនេះសូមយើងចំណាយពេលសិក្សាព្រះបន្ទូលរបស់ព្រះជាមួយគ្នាក្រោមចំណងជើងថាច្បាប់របស់ព្រះនិងបញ្ញត្តិនៃថ្ងៃឈប់សម្រាកថ្ងៃនេះចូលយើងបញ្ជាក់តាមរយៈព្រះគម្ពីរថាច្បាប់នៃថ្ងៃឈប់សម្រាកសំខាន់ប៉ុណ្ណាក្នុងចំណោមច្បាប់ជាច្រើនរបស់ព្រះសូមមើលព្រះបន្ទូលនៅក្នុងម៉ាថាយជំពូក13ខ34ព្រះយេស៊ូវទ្រង់មានបន្ទូលសេចក្តីទាំងនេះដោយពាក្យប្រៀបធៀបដល់វងមនុស្សទ្រង់មិនបានមានបន្ទូលនឹងគេឥតពាក្យប្រៀបធៀបទេដើម្បីឲ្យបានសម្រេចតាមទំនាយដែលហោរាបានទីទុកមកថាអញនឹងបើកមាត់និយាយជាពាក្យប្រៀបប្រដូចអញនឹងសម្ដែងពីការដែលលាក់កំបាំងតាំងពីកំណើតលោកីមកតាមរយៈម៉ាថាយជំពូក13ព្រះបានបង្រៀនយើងពីពាក្យប្រៀបប្រដូចដ៏សំខាន់មួយពាក្យប្រៀបប្រដូចអំពីស្រងែមានចែងទុកតាំងពីខ24មែនទេទ្រង់មានបន្ទូលដោយពាក្យប្រៀបប្រដូចមួយទៀតថានគរឋានសួគ៌ប្រៀបដូចជាថៅកែម្នាក់ដែលព្រុសពូជល្អនៅស្រែខ្លួនប៉ុន្តែការមនុស្សទាំងអស់កំពុងតែដេកលក់នោះសត្រូវរបស់ថៅកែនោះក៏មកព្រុសស្រងែនៅក្នុងស្រូវសាលីដែររួចចេញបាត់ទៅលុះពន្លកឡើងហើយស្រូវចេញនោះស្រងែក៏លេចមកឲ្យស្គាល់ដែរពួកបាវរបស់ថៅកែនោះគេមកជម្រាបថាលោកម្ចាស់តើលោកមិនបានព្រុសពូជល្អនៅស្រែរបស់លោកទេឬអីដូច្នេះតើស្រងែនេះកើតពីណាមកគាត់ក៏ឆ្លើយថានោះគឺជាខ្មាំងសត្រូវហើយដែលបានធ្វើការនោះរួចពួកបាវសួរថាដូច្នេះតើលោកចង់ឲ្យយើងខ្ញុំទៅដកចេញឬទេសូមមើលថាតើព្រះយេស៊ូវបានបកស្រាយពាក្យប្រៀបប្រដូចអំពីស្រងែយ៉ាងដូចម្តេចខ្មាំងសត្រូវដែលផ្លុំព្រុសស្រងែនោះគឺជាអារក្សចម្រូតគឺជាបំផុតកលហើយពួកច្រូតនោះគឺជាពួកទេវតាដូច្នេះដែលគេច្រូតស្រងែដុតបន្សោះក្នុងភ្លើងជាយ៉ាងណានោះដល់បំផុតកលក៏នឹងបានដូច្នោះដែរគឺកូនមនុស្សនឹងចាត់ពួកទេវតាទៅច្រូតយកអស់ទាំងក្បួនដែលនាំឲ្យមនុស្សរវាទចិត្តនិងពួកអ្នកដែលប្រព្រឹត្តទោសច្បាប់ពីនគរចេញហើយនឹងបោះគេចោលទៅក្នុងគុកភ្លើងនៅទីនោះគេនឹងយំហើយសង្កេតធ្មេញនៅទីបំផុតសត្រូវនេះគឺជាអារក្សដែលបានព្រុសការទោសច្បាប់ចូលក្នុងលោកីគោលបំណងដែលវាព្រុសការទោសច្បាប់នោះគឺដើម្បីរំខានយើងមិនឲ្យរក្សាច្បាប់របស់ព្រះមែនទេជាលទ្ធផលដោយសារការរីករាលដាលនៃការទោសច្បាប់មនុស្សរាប់មិនអស់ក្នុងពិភពលោកដែលអះអាងថាខ្លួនបម្រើព្រះបែរជាកំពុងរក្សាការទោសច្បាប់ជាស្រងែដែលមិនមែនជាបញ្ញត្តិរបស់ព្រះទៅវិញដូច្នេះហើយទើបព្រះកំណត់ថ្ងៃនៃការជំនុំជម្រះជាពេលដែលទ្រង់នឹងប្រមូលពួកមនុស្សបែបនេះហើយបោះពួកគេចោលទៅក្នុងគុកភ្លើងបើមើលតែត្រង់ព្រះបន្ទូលដែលព្រះបានមានបន្ទូលថាហើយនឹងបោះគេចោលទៅក្នុងគុកភ្លើងពីព្រោះពួកគេប្រព្រឹត្តការទោសច្បាប់ដូច្នេះយើងអាចយល់យ៉ាងងាយស្រួលថាការកាន់តាមច្បាប់របស់ព្រះអាចដឹកនាំយើងឲ្យមានសេចក្តីជំនឿដែលស័ក្តិសមក្នុងការទៅនគរឋានសួគ៌ដ៏អស់កលបានដោយសារបញ្ញត្តិច្បាប់របស់ព្រះសំខាន់បែបនេះសម្រាប់យើងទើបព្រះយេស៊ូវបានមានបន្ទូលយ៉ាងច្បាស់អំពីនេះម្ដងទៀតសូមមើលព្រះបន្ទូលនៅក្នុងម៉ាថាយជំពូក7ខ21ត្រង់កន្លែងដែលព្រះបែងចែករវាងអ្នកដែលនឹងចូលនគរឋានសួគ៌និងអ្នកមិនអាចចូលនគរឋានសួគ៌មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថាអោព្រះអម្ចាស់អោព្រះអម្ចាស់អើយដែលនឹងចូលទៅក្នុងនគរឋានសួគ៌នោះទេគឺជាអស់អ្នកដែលធ្វើតាមព្រះハរតីនៃព្រះវរបិតាដែលគង់នៅឋានសួគ៌វិញទេតើបើយើងជឿលើព្រះប៉ុន្តែបែរជាត្រូវទ្រង់មានបន្ទូលដាក់ថាយើងមិនអាចចូលនគរឋានសួគ៌បានទេសេចក្តីជំនឿរបស់យើងទាំងអស់គឺឥតប្រយោជន៍ហើយតើយើងនឹងសោកស្ដាយប៉ុណ្ណាទៅសូមមើលបន្តខ22នៅថ្ងៃនោះនឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថាអោព្រះអម្ចាស់អោព្រះអម្ចាស់អើយតើយើងខ្ញុំមិនបានទីដោយនៅព្រះនាមទ្រង់ហើយដេញអារក្សដោយនៅព្រះនាមទ្រង់ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើនដោយនៅព្រះនាមទ្រង់ទេឬអីនោះខ្ញុំនឹងនិយាយដោយត្រង់ថាអញមិនដែលបានស្គាល់ឯងរាល់គ្នាទេណែពួកទោសច្បាប់អើយចូលថយចេញពីអញទៅអាចនិយាយបានថាតើពួកគេបានធ្វើអ្វីពួកគេបានធ្វើទោសច្បាប់ឋានសួគ៌គឺជាកន្លែងដែលព្រះយេស៊ូវគង់នៅដូច្នេះហើយទើបទ្រង់រារាំងពួកមនុស្សបែបនេះមិនឲ្យចូលឋានសួគ៌ទិដ្ឋភាពនេះរំលឹកយើងម្ដងទៀតថាពួកអ្នកដែលប្រព្រឹត្តការទោសច្បាប់នឹងត្រូវបោះចោលទៅក្នុងភ្លើងឋាននរកអស់កលដោយដែលយើងបានអាននៅក្នុងម៉ាថាយជំពូក13ហើយដូច្នេះយើងអាចយល់បានថាបញ្ញត្តិច្បាប់របស់ព្រះសំខាន់ប៉ុណ្ណាក្នុងជីវិតនៃសេចក្តីជំនឿរបស់យើងមែនទេយើងមិនត្រូវក្លាយជាពួកអ្នកដែលធ្វេសប្រហែសនឹងបញ្ញត្តិច្បាប់របស់ព្រះឡើយទោះមើលទៅដូចជាតូចតាចក៏ដោយយើងត្រូវតែក្លាយជាអស់អ្នកដែលរក្សាបញ្ញត្តិច្បាប់ដែលព្រះបានប្រទានមកយើងយ៉ាងត្រឹមត្រូវ
ថ្ងៃនេះសូមយើងពិនិត្យមើលពីច្បាប់នៃថ្ងៃឈប់សម្រាកដែលជាបញ្ញត្តិទី4ក្នុងក្រឹត្យទាំង10ប្រការសូមមើលសេចក្តីបង្រៀននៅក្នុងនិខមណាំងជំពូក20ខ8ចូលឲ្យនឹកចាំពីថ្ងៃឈប់សម្រាកដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធសូមមើលពីព្រះពរនៃបញ្ញត្តិថ្ងៃឈប់សម្រាកដោយមើលនៅក្នុងអេសាយជំពូក55សូមមើលជំពូក56ខ1ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថាចូលរក្សាសេចក្តីយុត្តិធម៌ហើយប្រព្រឹត្តតាមសេចក្តីសុចរិតចុះពីព្រោះសេចក្តីសង្គ្រោះរបស់អញបានមកជិតដល់ហើយឯសេចក្តីសុចរិតរបស់អញក៏រៀបនឹងសម្ដែងឲ្យឃើញដែរមានពរហើយមនុស្សណាដែលប្រព្រឹត្តយ៉ាងនោះព្រមទាំងកូនមនុស្សណាដែលកាន់សេចក្តីនេះឲ្យខ្ជាប់ខ្ជួនផងគឺជាអ្នកដែលថែរក្សាថ្ងៃឈប់សម្រាកឥតបង្អាប់ហើយរក្សាដៃមិនឲ្យធ្វើការអាក្រក់ណាឡើយសូមមើលខ4ត្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលពីពួកគំរាវដែលរក្សាថ្ងៃឈប់សម្រាកទាំងប៉ុន្មានក៏រើសយកអ្វីដែលគប់ចិត្តអញព្រមទាំងកាន់ខ្ជាប់តាមសេចក្តីសញ្ញារបស់អញថាអញនឹងឲ្យគេមានទីកន្លែងមួយនៅក្នុងវិហារអញហើយឲ្យមានឈ្មោះឆ្លាក់នៅជញ្ជាំងខាងក្នុងដែលវិសេសជាងកូនប្រុសកូនស្រីទៅទៀតអញនឹងឲ្យគេមានឈ្មោះដ៏នៅអស់កលជានិច្ចជាឈ្មោះដែលមិនត្រូវកាត់ចេញឡើយឯពួកសាសដតីដែលភ្ជាប់ខ្លួននឹងព្រះយេហូវ៉ាដើម្បីធ្វើការងារទ្រង់ហើយនឹងស្រឡាញ់ព្រះនាមនៃព្រះយេហូវ៉ាព្រមទាំងធ្វើជាអ្នកបម្រើទ្រង់គឺគ្រប់អស់អ្នកណាដែលរក្សាថ្ងៃឈប់សម្រាកឥតបង្អាប់ឡើយហើយកាន់ខ្ជាប់តាមសេចក្តីសញ្ញារបស់អញនោះអញនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់អញហើយឲ្យគេបានអស់សប្បាយនៅក្នុងដំណាក់របស់អញដែលសម្រាប់ជាទីអធិដ្ឋានអញនឹងទទួលអស់ទាំងដង្វាយដុតនិងយ៉ាញ់បូជារបស់គេនៅលើអាសនៈត្បិតដំណាក់អញនឹងបានហៅជាទីអធិដ្ឋានសម្រាប់គ្រប់ទាំងសាសដោយសារមានព្រះពរជាច្រើននៅក្នុងថ្ងៃឈប់សម្រាកទើបក្នុងនាមជាម្ចាស់លើថ្ងៃឈប់សម្រាកព្រះយេស៊ូវបានធ្វើជាគំរូដោយរក្សាថ្ងៃឈប់សម្រាកពិតមែនទេសូមមើលលូកាជំពូក4ខ16រួចទ្រង់យាងមកដល់ណាសារ៉េតជាស្រុកដែលទ្រង់គង់នៅពីកុមារក៏ចូលទៅក្នុងសាលាប្រជុំនៅថ្ងៃឈប់សម្រាកតាមទម្លាប់ទ្រង់ហើយឈរឡើងដើម្បីអានមើលគម្ពីរគេក៏យកគម្ពីរហោរាអេសាយមកថ្វាយទ្រង់កាលទ្រង់បានបើកគម្ពីរហើយនោះទ្រង់រកឃើញត្រង់កន្លែងដែលមានសេចក្តីចែងទុកមកថាព្រះវិញ្ញាណព្រះអម្ចាស់សន្ធិដ្ឋលើខ្ញុំពីព្រោះទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សតក្រទ្រង់បានចាត់ខ្ញុំឲ្យមកដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេងហើយប្រកាសប្រាប់ពីសេចក្តីប្រោសលូសដល់ពួកឆ្លើយនិងសេចក្តីភ្លឺឡើងវិញដល់មនុស្សខ្វាក់ហើយឲ្យដោះមនុស្សដែលត្រូវគេជិះជាន់ឲ្យរួចព្រមទាំងប្រកាសប្រាប់ពីឆ្នាំដែលព្រះអម្ចាស់កំណត់ទុកព្រះយេស៊ូវក៏បានរក្សាថ្ងៃឈប់សម្រាកដែរសប្តាហ៍ថ្ងៃនេះមានព្រះវិហារជាច្រើនរក្សាការថ្វាយបង្គំនៅថ្ងៃអាទិត្យទោះយ៉ាងណាថ្ងៃអាទិត្យមិនមែនជាច្បាប់ដែលព្រះបង្គាប់ទេយើងអាចរកឃើញបាននៅក្នុងប្រវត្តិសាស្ត្រគ្រីស្ទសាសនានៅរ៉ូមសាសនាដែលថ្វាយបង្គំព្រះអាទិត្យបានជ្រាបចូលក្នុងគ្រីស្ទសាសនាហើយព្រះវិហារក៏បានទទួលយកថ្ងៃអាទិត្យដែលជាថ្ងៃសក្ការៈរបស់សាសនាព្រះអាទិត្យទុកជាថ្ងៃថ្វាយបង្គំរបស់ព្រះទៅវិញនៅគ្រិស្តសករាជឆ្នាំ321អធិរាជរ៉ូមកូស្តាន់ទីនបានប្រកាសច្បាប់សម្រាប់ថ្ងៃអាទិត្យហើយក៏នាំមកនូវការលុបបំបាត់ថ្ងៃឈប់សម្រាកបាត់ទៅយើងអាចបញ្ជាក់អំពីនេះបាននៅក្នុងប្រវត្តិសាស្ត្រថ្ងៃថ្វាយបង្គំដែលព្រះបានតាំងឡើងជាច្បាប់របស់ទ្រង់នៅក្នុងព្រះគម្ពីរគឺជាថ្ងៃឈប់សម្រាកគ្មានការចែងទុកពីថ្ងៃអាទិត្យឬថ្ងៃសុក្រអ្វីផ្សេងទៀតតតែសោះប្រាកដណាស់យើងអាចអធិដ្ឋានដល់ព្រះច្រៀងសរសើរព្រះហើយសិក្សាព្រះគម្ពីរបានគ្រប់ពេលប៉ុន្តែថ្ងៃសៅរ៍គឺជាថ្ងៃឈប់សម្រាកដែលព្រះបានបង្គាប់តាមរយៈសេចក្តីសញ្ញារបស់ទ្រង់តើយើងអាចបញ្ជាក់អំពីនេះបានយ៉ាងដូចម្តេចសូមមើលលូកាជំពូក23ខ50ហើយមើលមានមនុស្សម្នាក់ឈ្មោះយូសែបជាពួកក្រុមជំនុំជាមនុស្សល្អត្រឹមត្រូវសុចរិតលោកនេះមិនបានចូលដៃចូលគំនិតជាមួយនឹងគេទេលោកនៅឯអឺរីម៉ាថេជាភូមិសាស្ត្រយូដាហើយក៏រងចាំនគរព្រះដែរលោកទៅឯលោកពីឡាតដើម្បីនឹងសូមព្រះសពព្រះយេស៊ូវកាលបានយកព្រះសពចុះមកហើយនោះក៏រុំនឹងសម្ពុតទេឯកនាំទៅបញ្ចុះក្នុងភ្នូដាប់ក្នុងថ្មដែលមិនទាន់មានបញ្ចុះខ្មោចណានៅឡើយថ្ងៃនោះជាថ្ងៃរៀបចំហៀបនឹងចូលថ្ងៃឈប់សម្រាកហើយថ្ងៃដែលរៀបចំថ្ងៃឈប់សម្រាកគឺជាថ្ងៃសុក្រដែលជាថ្ងៃមុនថ្ងៃឈប់សម្រាកឯពួកស្រីដែលមកពីស្រុកកាលីលេជាមួយនឹងទ្រង់គេក៏តាមទៅឃើញភ្នូនិងសន្តានដែលគេបញ្ចុះព្រះសពទ្រង់ដែររួចគេវិលទៅវិញរៀបគ្រឿងក្រអូបនិងប្រេងអប់គេឈប់នៅថ្ងៃឈប់សម្រាកតាមបញ្ញត្តិសិននៅថ្ងៃរៀបចំដែលជាថ្ងៃសុក្រព្រះយេស៊ូវបានត្រូវឆ្កាងហើយនៅថ្ងៃទី1នៃសប្តាហ៍ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ
ដោយបែបនេះពិភពលោកទាំងមូលសុទ្ធតែដឹងហើយថាថ្ងៃអាទិត្យគឺជាថ្ងៃដែលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញដូច្នេះពួកស្រីៗក៏បានរក្សាការថ្វាយបង្គំនៅថ្ងៃឈប់សម្រាកដោយការស្ដាប់បង្គាប់និងបានចំណាយពេលគោរពដល់ព្រះសូមមើលជំពូក24ខ1លុះដល់ថ្ងៃទី1ក្នុងអាទិត្យកាលភ្លឺស្រាងៗនោះគេយកគ្រឿងក្រអូបដែលរៀបចំនោះនាំគ្នាទៅឯភ្នោមានអ្នកខ្លះទៀតទៅជាមួយដែរគេក៏ឃើញថ្មបានរមៀលចេញពីមាត់ភ្នោហើយតែការចូលទៅនោះមិនឃើញព្រះសពព្រះអម្ចាស់យេស៊ូវទេកំពុងតែមានសេចក្តីងឿងឆ្ងល់អំពីការនោះស្រាប់តែឃើញមានពីរនាក់ស្លៀកពាក់ភ្លឺប្រងព្រីឈរជិតគេក៏ភ័យស្លុតហើយក្រាបកាប់មុខនឹងដីរួចអ្នកនោះនិយាយមកគេថាហេតុអ្វីបានជាមករកព្រះអង្គដែលមានព្រះជន្មរស់នៅក្នុងទីខ្មោចស្លាប់ដូច្នេះទ្រង់មានព្រះជន្មរស់ឡើងវិញហើយមិនគង់នៅទីនេះទេដូច្នេះថ្ងៃដែលព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញគឺជាថ្ងៃទី1ក្នុងអាទិត្យដោយសារតែថ្ងៃអាទិត្យគឺជាថ្ងៃទី1ក្នុងអាទិត្យដូចដែលបានចែងទុកក្នុងព្រះគម្ពីរដូច្នេះថ្ងៃអាទិត្យមិនអាចជាថ្ងៃឈប់សម្រាកជាដាច់ខាតហេតុអ្វីបានជាព្រះបង្គាប់យើងឲ្យនឹកចាំពីថ្ងៃឈប់សម្រាកចូលឲ្យនឹកចាំពីថ្ងៃឈប់សម្រាកដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធថ្ងៃឈប់សម្រាកត្រូវបានប្រកាសដោយព្រះថាជាថ្ងៃបរិសុទ្ធអ្នករាល់គ្នានឹងខ្ញុំត្រូវតែចាត់ទុកបញ្ញត្តិច្បាប់របស់ព្រះថាសំខាន់បំផុតបើបោះបង់ចោលច្បាប់នេះនោះមិនខុសអ្វីពីការដែលលេងខ្សែដែលនាំយើងទៅកាន់នគរឋានសួគ៌នោះទេយើងត្រូវតែថ្វាយសិរីល្អការច្រៀងសរសើរនិងការអរព្រះគុណដល់នៅអស់កលជានិច្ចដល់ព្រះវរបិតានិងព្រះមាតាដែលបានដឹកនាំយើងមកកាន់ផ្លូវដ៏ត្រឹមត្រូវដោយសង្ឃឹមថាអ្នករាល់គ្នានឹងខ្ញុំនឹងអាចចែកចាយសារនេះថាថ្ងៃឈប់សម្រាកគឺជាថ្ងៃបរិសុទ្ធរបស់ព្រះទៅកាន់អស់អ្នកដែលកំពុងរក្សាការថ្វាយបង្គំថ្ងៃអាទិត្យដោយមិនដឹងខ្លួនខ្ញុំសូមបញ្ចប់ការអធិប្បាយថ្ងៃនេះត្រឹមតែប៉ុណ្ណេះអរគុណច្រើន